ក្នុងអាការបួនចូលឆ្នាំថ្មីប្រពៃណីជាតិតារាបានរកឃើញប្រអប់អាតកំបាំងមួយនៅក្នុងផ្ទះចាស់របស់លោកតានៅពេលដែលគេបើកវាពន្លឺពណ៌មាសដ៏ចម្លែកមួយបានភាយចេញមកនៅត្រីវិស័យដ៏បុរាណមួយស្រាប់តែបរិយាកាសជុំវិញបានប្រែប្រួលតារាត្រូវបានទាញចូលទៅក្នុងកង់នៃពេលវេលាភ្នែករបស់គេបានបើកឡើងវិញនៅចំកណ្ដាលប្រាសាទអង្គរវត្តដ៏រុងរឿងក្នុងសម័យកាលរាប់រយឆ្នាំមុនទេពអប្សរាដ៏ស្រស់ស្អាតមួយអង្គបានបង្ហាញខ្លួនដើម្បីបង្ហាញផ្លូវទៅកាន់ពិធីបុណ្យនាសម័យបុរាណស្នូស្គរឆៃយ៉ាមលន់លឺរំពងអមដោយការរំលែកយ៉ាងសប្បាយរីករាយរបស់ប្រជារាស្ត្រសម័យនោះតារាបានចូលរួមលេងជាមួយក្មេងៗសម័យមុនយ៉ាងជិតស្និទ្ធនៅក្រោមពន្លឺថ្ងៃរៀបលិចព្រះសង្ឃកំពុងសូត្រមន្តពូនភ្នំក្សត្រដើម្បីសុំសេចក្តីសុខសប្បាយនៅពេលនោះពេលវេលាត្រូវវិលត្រឡប់ត្រីវិស័យចាប់ផ្ដើមបញ្ចេញពន្លឺក្រហមជាសញ្ញាថាច្រកទ្វារពេលវេលានឹងត្រូវបិទតារាលាទេពអប្សរាទាំងសេចក្តីនឹកនារលកនៃពេលវេលាចាប់ផ្ដើមនាំពួកគេត្រឡប់មកវិញតារាបានដឹងខ្លួនឡើងវិញនៅក្នុងផ្ទះរបស់គេសម្លេងសើចសប្បាយរបស់គ្រួសារគេកំពុងរងចាំនៅខាងក្រៅទោះបីជាវាជាសុបិនឬការពិតក៏ដោយប៉ុន្តែតារាបានដឹងថាវប្បធម៌ខ្មែរនឹងស្ថិតនៅក្នុងបេះដូងគេជានិច្ចសួស្តីឆ្នាំថ្មី